តោះជំរាបសួរបងប្អូនអ្នកសិក្សាទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងមកតលំហាត់យើងទៀតគឺលំហាត់លេខ2ក៏ឲ្យយើងគណនាអញ្ចឹងទី1គឺឫសទី2នៃ19ចែកឲ្យ15 6នេះអញ្ចឹងឫសការ៉េអញ្ចឹងយើងត្រូវសរសេរវាទៅជាការ៉េដូចគ្នាដើម្បីយើងចេញពីរ៉ាឌីកាល់រួចអញ្ចឹងនេះ9នេះគឺយើងអាចសរសេរ3ការ៉េបន្ទាប់មក16យើងអាចសរសេរបានទៅជា4ការ៉េអញ្ចឹងយើងដាក់រួមមកគឺ3លើ4លើកជាការ៉េហើយបើយើងគិតមកដូចដើមវិញអត់3ការ៉េគឺ5 9មានន័យថា3ការ៉េគុណឲ្យ3គុណឲ្យ3ការ៉េហ្នឹងណាអញ្ចឹង4នេះក៏អញ្ចឹងដែរគឺ4លើកជាការ៉េមានន័យថា4គុណឲ្យ4 4គុណដល់16អញ្ចឹងដូចដើមវិញបន្ទាប់មកនេះការ៉េឬការ៉េដូចគ្នាអញ្ចឹងយើងសម្រួលអស់នេះអញ្ចឹងដល់សល់3លើ4នេះ3លើ4ហើយចូលមួយទៀតគឺឬទី2នៃ49នៅលើ9អញ្ចឹងកាលណាឬការ៉េយើងត្រូវសរសេរវាទៅជាការ៉េដើម្បីបញ្ចេញពីរ៉ាឌីកាល់អញ្ចឹង49យើងអាចសរសេរប្រមាណគុណប្រមាណគឺ7គុណឲ្យ5 7គុណឲ្យ7គឺបាន49បន្ទាប់មក9យើងសរសេរបានទៅជា3គុណ3 3គុណ3បាន3ការ៉េអញ្ចឹងយើងដាក់រួមមកនេះ49 7ការ៉េបន្ទាប់មក9នេះគឺ3ការ៉េបន្ទាប់មកយើងសរសេរ7លើ3លើកជាការ៉េអញ្ចឹងអានេះការ៉េអានេះការ៉េគឺសម្រួលមកអស់ហើយអញ្ចឹងដល់សល់7លើ3ហើយចូលមួយទៀតដកឬទី2នៃ80 11លើ4អញ្ចឹងស្មើឲ្យដក81គឺ9គុណឲ្យ9គុណ9គឺបាន9ការ៉េ4នេះមានន័យ2គុណ2អញ្ចឹងកាលណា2គុណ2យើងអាចសេ2ការ៉េអញ្ចឹងយើងដាក់រួមមកគឺ9លើ2លើកជាការ៉េបន្ទាប់មកនេះការ៉េអានេះក៏មានការ៉េគឺសម្រួលអស់អញ្ចឹងដល់សល់ដក9នៅលើ2នេះគឺដក9នៅលើ2នេះមួយទៀតគឺឬទី2នៃ169ចែកឲ្យ45 9អញ្ចឹងយើង169យើងអាចសរសេរបាន13គុណ13គុណ13គឺបាន13ការ៉េនៅលើ49នេះគឺ7គុណ7 7គុណ7គឺបាន49អញ្ចឹងយើងដាក់រួមអញ្ចឹងមក13លើ7លើកជាការ៉េបន្តមកនេះឬការ៉េអានេះការ៉េគឺសម្រួលអស់អញ្ចឹងចេញមកបាន13នៅលើ9នេះណា13នៅលើ7បានបន្តមកមួយទៀតគឺឬទី2នៃ196នៅលើ25អញ្ចឹង196យើងសរសេរបាន14គុណឲ្យ10 14គុណ14គឺបាន14ការ៉េ25គឺ5គុណឲ្យ5អញ្ចឹង5គុណ5យើងអាចសរសេរ5ការ៉េអញ្ចឹងអានេះក៏មានការ៉េអានេះក៏មានការ៉េអញ្ចឹងយើងដាក់រួមមក14លើក5លើកជាការ៉េបន្ទាប់មកអានេះឬការ៉េអានេះការ៉េដូចគ្នាគឺសម្រួលអញ្ចឹងដល់សល់14នៅលើ5នេះហើយមួយទៀតគឺដកឬទី2នៃ400នៅលើ220 225អញ្ចឹងដកយើងទុកនៅដដែលបន្ទាប់មក400យើងអាចសរសេរ20គុណ20គុណ20គឺ20ការ៉េ225យើងអាចសរសេរបានទៅជា15គុណឲ្យ10 15អញ្ចឹងវាមានការ៉េដូចគ្នាយើងដាក់រួម20លើ15លើកជាការ៉េបន្តមកនេះឬការ៉េអានេះមានការ៉េដូចគ្នាគឺសម្រួលអស់នៅសល់ដក20នៅលើ15បន្ទាប់មកយើងសម្រួល20គឺសម្រួលនឹង5មានន័យថាយើងចែកនឹង5ណាកាលណាលេខដែលមានកតុយខាងចុងលេខ0និងលេខ5យើងអាចសម្រួលនឹង5បានអញ្ចឹងយើងចែកនឹង5មក20ចែក5បាន4ដល់5ចែកដល់5បាន3នេះបានបន្ទាប់មកទៀតឬទី3ម្ដងឬទី3នៃ1លើ5 8អញ្ចឹងស្មើឬទី3នៃ1យើងអាចសរសេរ1គីបបាន8យើងអាចសរសេរ2គុណ2ចំនួន3ដង2គុណ2ចំនួន3ដងយើងអាចសរសេរបាន2គីបនេះអញ្ចឹងយើងដាក់រួមមក1លើ2លើកជាកេះគីបអញ្ចឹងអានេះឬគីបអានេះគីបដូចគ្នាយើងសម្រួលមកអស់នេះបន្តមកទៀតគឺឬទី3នៃដក20ដក3នៅលើ27អញ្ចឹងយើងដកនេះយើងអាចសរសេរបានទៅជាដក2លើ3លើកជាគីបបន្តមកនេះគីបយើងសម្រួលអស់អញ្ចឹងនៅសល់ស្មើដក
12លើ3នេះដោយសារនេះឬគីបនេះគីបយើងសម្រួលអស់បន្តមកទៀតនេះគឺឬទី2នៃ64នៅលើ125 64យើងអាចសរសេរ4គីប125យើងអាចសរសេរបានទៅជា5គីបអញ្ចឹងយើងដាក់រួមគឺលើកជាគីបដូចគ្នាដោយសារវាមានគីបដូចគ្នាអញ្ចឹងយើងសម្រួលអានេះមកអស់ដោយសារនេះឬគីបអានេះលើកជាគីបគឺចេញមកគឺបាន4នៅលើ5បន្តមកនៅមួយទៀតគឺឬទី3នៃ512ចែកឲ្យ343អញ្ចឹង512យើងអាចសរសេរ8គុណគ្នាចំនួន3ដងមកកាលណា8គុណ3ដងយើងអាចសរសេរ8គីបគូលដូចគ្នាយើងបូកនេះទៅសិនបន្តមកគឺ343យើងអាចសរសេរ7គុណ7ចំនួន3ដងអញ្ចឹង3ដងយើងសរសេរវាលើកជាគីបចេះមកអញ្ចឹងវាគីបដូចគ្នាយើងដាក់រួមអញ្ចឹង8នៅលើ7លើកជាគីបឬគីបអានេះគីបយើងសម្រួលអស់សល់8នៅលើ7បាទសូមអរគុណ